សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំបាទធីហេងខាង NR Sticker បាទហើយនៅថ្ងៃនេះដែរគឺមានម៉ូតូ CBR មួយគ្រឿងបាទគឺយើងដំឡើងឧត្តពណ៌ថ្មីឲ្យភ្ញៀវ Honda CBR R3 ដើម SP ឆ្នាំ2022ហើយសម្រាប់មួយគ្រឿងនេះដែរឃើញថារូបរាងស្អាតមែនទែនសម្រាប់ខ្ញុំផ្ទាល់ក៏ខ្ញុំឆ្លាញ់ប្រភេទ R3 ដើមនឹងដែរដូចជា Boom Performance Olin បាទក៏ដូចជាចង្គៀងក៏ដូចជារូបរាងក៏ដូចជាប្រព័ន្ធផ្សេងៗគឺឃើញថាទំនើបមែនទែនសម្រាប់មួយគ្រឿងនេះដោយបងប្អូនបានដឹងស្រាប់ហើយពាក់ព័ន្ធជាមួយនឹងប្រភេទម៉ូតូ Honda CBR R3 ដើមជាប្រភេទម៉ូតូអាចចូលក្នុងទីលាន Track បានអញ្ចឹងណាបងប្អូនហើយសម្រាប់មួយគ្រឿងនេះគឺឃើញថាសស្អាតមែនទែនពណ៌ខ្មៅប៉ុន្តែដោយសារភ្ញៀវគាត់ឆ្លាញ់ពណ៌ផ្សេងដែលគាត់ចង់អ៊ុតអញ្ចឹងណាហើយថ្ងៃនេះគាត់បានមកផ្លាស់ប្ដូរពណ៌នៅ NR បាទហើយយើងនឹងធ្វើការរៀបចំដំឡើងពណ៌ឲ្យគាត់ហើយគាត់ពណ៌ដែលគាត់ចង់បានគឺស្កុតពីរពណ៌នេះបាទគឺពណ៌ដូចជាពណ៌កបោហើយប្រផេះអញ្ចឹងណាបងប្អូនប៉ុន្តែអត់តាមបានតម្លើងទេដោយសារតែយើងធ្វើការដោះកៅអៅចេញសិនហើយនឹងសម្អាតក៏ដូចជាយើង design នៅតែងខ្លះៗអញ្ចឹងណាបងប្អូននៅហាង NR របស់យើងមិនត្រឹមតែធ្វើការ design អ៊ុតនៅម៉ូតូធំទេសម្រាប់ម៉ូតូតូចៗក៏ដូចជាម៉ូតូផ្សេងៗដូចជា Click ក៏ដូចជា Giono ក៏ដូចជា Vespa ក៏ពួកយើងទទួលអ៊ុតដែរជាពិសេសហ្នឹងគឺយើងទទួលអ៊ុត film LAN ដើម្បីការពារនៅកម្ដៅថ្ងៃផងដែរជាមួយនឹងប្រភេទ film ដែលមានគុណភាពល្អអញ្ចឹងណាបងប្អូនអញ្ចឹងយើងអ៊ុតគ្រប់សេវាកម្មទាំងអស់មិនថាម៉ូតូតូចម៉ូតូធំ LAN គឺយើងទទួលអ៊ុតគ្រប់សេវាទាំងអស់តែម្ដងពាក់ព័ន្ធជាមួយនឹងយានជំនិះក៏ដូចជាយានយន្តផ្សេងៗផងដែរហើយសម្រាប់ NR របស់យើងគឺធានាជូននៅគុណភាពជូនបងប្អូនជាមួយនឹងការអ៊ុតក៏ដូចជាការជួសជុលប្រភេទម៉ូតូធំក៏យើងធ្វើដែរអញ្ចឹងសម្រាប់បងប្អូនដែលបាទចង់ធ្វើការផ្លាស់ប្ដូរ skin ពណ៌ម៉ូតូដែលយើងចង់លេងយើងចង់កែពណ៌ដាក់ពណ៌នេះពណ៌នោះឆើតទៅតាមប្រភេទចំណង់ចូលចិត្តដែលបងប្អូនចង់បានអាចយកមកកាន់ NR របស់ពួកយើងបានដែលមានទីតាំងនៅលើផ្លូវ271ជាប់នឹងមន្ទីរពេទ្យរ៉ូស៊ីងាយស្រួលមែនតើបងប្អូនជិះនៅលើផ្លូវ271មកគៀកជាមួយនឹងពេទ្យរ៉ូស៊ីនៅខាងឆ្វេងដៃបាទអរគុណច្រើន